រដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនបានស្នើជាថ្មីនៅថ្ងៃទី13ខែមករាឆ្នាំ2026ឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្ដែងឡើងវិញដើម្បីបន្តការងារបោះបង្គោលបណ្ដោះអាសន្ននៅព្រំដែននៃប្រទេសទាំងពីរការស្នើជាថ្មីនេះធ្វើឡើងបន្ទាប់ពីភាគីថៃបានស្នើលើកពេលជាលើកទី2សម្រាប់កិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃដែលកម្ពុជាស្នើរៀបចំនៅខេត្តសៀមរាបក្នុងសប្តាហ៍ទី2ឬទី3នៃខែមករាឆ្នាំ2026ក្នុងសេចក្តីប្រកាសនាថ្ងៃទី14ខែមករាឆ្នាំ2026រដ្ឋលេខាធិការកិច្ចការព្រំដែនបានបញ្ជាក់ថាក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជាថៃបានចាប់ផ្ដើមវាស់វែងនិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះលេខ42ដល់47កាលពីថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ52ដល់59កាលពីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025ប៉ុន្តែត្រូវបានផ្អាកទៅវិញនៅថ្ងៃទី8ខែធ្នូឆ្នាំ2025ដោយសារតែសង្គ្រាមឈ្លានពានមកលើកម្ពុជាយ៉ាងនេះក្តីរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាស្នើនៅថ្ងៃទី13ខែមករាឆ្នាំ2026ឲ្យភាគីថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្ដែងនៅពេលវេលាសមស្របណាមួយចន្លោះពីថ្ងៃទី26ដល់30ខែមករាឆ្នាំ2026ដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នាតាមរដ្ឋលេខាធិការកិច្ចការព្រំដែនកម្ពុជាការចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះលើដីជាក់ស្ដែងធ្វើឡើងស្របតាមនីតិវិធីនិងបែបបទការងារដែលបានឯកភាពគ្នានិងស្របតាមខ្លឹមសារនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC កម្ពុជាថៃកាលពីថ្ងៃទី22តុលា2025នៅខេត្តចន្ទបុរីក្នុងស្មារតីនេះនាយករដ្ឋមន្ត្រីចាំផ្ទះលោកអនុทิនឆានវិរៈគុណក៏ធ្លាប់បានប្រាប់សារព័ត៌មានរបស់ថៃដែរថានៅក្នុងពេលដែលរដ្ឋាភិបាលចាំផ្ទះមិនអាចធ្វើអ្វីបានទាក់ទងនឹងបញ្ហាព្រំដែនក្រុមការងារបច្ចេកទេសនៅតែបន្តអនុវត្តការងាររបស់ខ្លួនដដែលសូមបញ្ជាក់ថាភាគីថៃបានស្នើលើកពេលកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃចំនួន2លើករួចមកហើយក្រោមហេតុផលបញ្ហាផ្ទៃក្នុងរបស់ថៃដែលត្រូវរងចាំរហូតដល់ក្រោយពេលបោះឆ្នោតថៃរួចនៅដើមខែកុម្ភៈឆ្នាំ2026